ជំរាបសួរពុកម៉ែបងប្អូនអ្នកដាំដុះទាំងអស់គ្នាថ្ងៃនេះខ្ញុំមកចែករំលែកអំពីរូបមន្តនៅក្នុងការផលិតថ្នាំការពារបណ្ដេញសត្វល្អិតក៏ដូចជាបង្អាក់សកម្មភាពសត្វល្អិតបាទតាមបែបធម្មជាតិដែលវត្ថុធាតុផ្សំគឺងាយបងប្អូនបាទគឺបងប្អូនប្រើស្លឹកអាកាសយ៉ា1គីឡូកន្លះស្លឹកស្បៃរឿង1គីឡូកន្លះកាក់ស្ករ1គីឡូកន្លះទឹក2លីត្រកន្លះបាទអញ្ចឹងចំពោះដំណើរការនៃការផលិតគឺយើងហាន់ឬក៏ចិញ្ច្រាំធាតុផ្សំទាំងអស់ហ្នឹងដាក់ចូលក្នុងធុងដោយចិញ្ច្រាំឲ្យតូចៗរួចបន្ថែមកាកស្ករនិងទឹកកូរឲ្យសព្វរក្សាទុកនៅកន្លែងត្រជាក់រួចកូរ2ទៅ3ដងក្នុងមួយថ្ងៃបន្ទាប់ពីផ្អាប់ទុកបានរយៈពេល14ថ្ងៃគឺយើងអាចច្រោះយកមកប្រើបានបាទហើយថ្នាំនេះមានប្រសិទ្ធភាពរក្សាទុកបានរហូតដល់ទៅ2ឆ្នាំឯណោះហើយពេលវេលានៃការបាញ់គឺយើងបាញ់